Đây là cái video mình đi nhằm vào hai cái hiệp sân bài custom PCB á, đài mà sân mới nó cứ pra cho mình nó kêu tham mây thường chẳng chấm po mà tập bot cứ nhằm pra brand Asus sân được nông troco B bumper học sập ấm DDR4 hay miền wifi cái đôi chip Bluetooth mà sạp chẳng là xem mà tập bot ní cứ support cho mình RAM DDR4 hay CPU ประเภท Intel จะนอนตีดับปีตีดับใบhay ตีดับบุญปัจจัยจุดได้หรอคือ CPU i5 หรือก็ i7 ได้มันเจียกับตัวเคហើយសម្រាប់ motherboard នេះគឺមាន slot RAM ចំនួន4 slot មាន M2 ចំនួន2 slot អញ្ចឹងយើងអាចធ្វើការដាក់ M2 បាន2ដើមហើយកន្លែងនេះគឺជាដែកត្រជាក់ជំវិញ socket CPU បន្តមកទៀតសម្រាប់ CPU គឺខ្ញុំប្រើប្រាស់ជាមួយនឹង CPU ក្រុមហ៊ុន Intel ស្ថិតនៅចំនួនទី13តែកូដរបស់វាគឺ i7 13700F អញ្ចឹងកតុយ F មានន័យថាវាអត់មានជាមួយនឹង Intel Graphic HD មកជាមួយទេចំពោះការបៀយើងត្រូវប្រើប្រាស់ជាមួយនឹង graphic card ដាច់ទៅវាចេញរូបអញ្ចឹងណាហើយ M2 គឺខ្ញុំប្រើប្រភេទ PCIe Gen 3ទំហំផ្ទុកគឺ1តេអញ្ចឹងឥឡូវនេះខ្ញុំកំពុងតែដកជាមួយនឹងសន្ទះដៃត្រជាក់ M2 ចេញហើយយើងដាក់ M2 ចូលអញ្ចឹងប្រភេទ M2 នេះគឺសមរម្យហើយតម្លៃក៏វាមិនជាថ្លៃប៉ុន្មានដែរដែលយើងអាចទទួលយកបានសម្រាប់ការប្រើប្រាស់ហើយសម្រាប់ motherboard នេះគឺមានជាមួយនឹង slot M2 2អញ្ចឹងយើងដាក់មួយនៅសល់មួយទៀតដែលយើងអាចធ្វើការបន្ថែមថ្ងៃក្រោយបានអញ្ចឹងណាចំពោះការរៀបម៉ាស៊ីនពេលបច្ចុប្បន្នគឺខ្ញុំលែងប្រើ hard disk ហើយភាគច្រើនគឺខ្ញុំដាក់ M2 មកទេឡើងតែម្ដងទោះបី spec 500អីក៏ដោយគឺខ្ញុំឈប់ប្រើជាមួយនឹង hard disk ហើយគឺយើងដាក់ M2 តែម្ដងដោយសារតែ M2 តម្លៃសមរម្យហើយល្បឿនវាលឿនអញ្ចឹងណាហើយនេះគឺជាប្រភេទ cooler កង្ហារសម្រាប់ cooler នេះមានជាមួយនឹងដៃស្ពាន់4សរសៃបន្តមកទៀតគឺតាក់ទងជាមួយនឹង RAM គឺ DDR4 ពីដើមម្ដាម 16GB ពីដើមគឺ 32GB ដែលស្ថិតនៅក្នុង brand HPG ហើយចំពោះការដាក់ RAM គឺយើងដាក់ slot ទី2ហើយនិងទី4ដោយសារតែ motherboard នេះគឺវាមាន slot RAM 4 slot អញ្ចឹងណាអញ្ចឹងយើងដាក់អញ្ចឹងគេហៅថា dual channel ឥឡូវយើងបានរៀបចំហើយ power ត្រឹមតែ 500W ទេដោយសារតែ graphic card គាត់ដាក់គឺតូចអញ្ចឹងប៉ុណ្ណឹងគឺយើងអាចប្រើប្រាស់បានហើយនេះខ្ញុំរៀបចំmotherboard ចូលទៅកាន់ case ហើយចាប់ខ្ចៅបន្តមកទៀតគឺ graphic card ត្រឹមតែ RTX 3050ទេ graphic card នេះគឺមានជាមួយនឹង port 4 គឺ DP2 ហើយនិង HDMI 2អញ្ចឹងសម្រាប់ graphic card នេះមាន VRAM 6GB សមរម្យស្ថិតនៅក្នុងកម្រិតថវិកាដែលយើងអាចប្រើប្រាស់បានអញ្ចឹងណាហើយការលេង game កម្រិតធំក៏យើងអាចលេងបានដែរតែស្ថិតនៅក្នុងកម្រិត FPS ដែលយើងអាចទទួលយកបាននេះគឺជាម៉ាស៊ីនដែលខ្ញុំបានរៀបចំហើយអញ្ចឹងបើសិនបើបងប្អូនមានចំណាប់អារម្មណ៍មានចង្អុលអីតាក់ទងមកបានអរគុណបាយបាយ